បាទសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំចេញមកឡងអ្នកនរគ្នាទាំងយប់ទៀតហើយថ្ងៃហ្នឹងការងារគឺមានតែឡងព្រោះយើងជាខ្មោចចិត្តថ្ងៃនេះខ្ញុំនឹងមានខ្សែសាច់រឿងមួយមកចែករំលែកទៅប្រិយមិត្តរបស់យើងដើម្បីបានស្ដាប់កំសាន្តនៅពេលរាត្រីដើម្បីបានព្រឺសបល់ខ្ញាក់ទាំងអស់គ្នាអញ្ចឹងសាច់រឿងនោះគឺមានខ្លឹមចំណងជើងថាខ្មោចយំចឹងរឿងនេះខ្ញុំបានទទួលការចែកម្លែកពីអ៊ំប្រុសម្នាក់តែគាត់សុំមិនបញ្ចេញឈ្មោះទេគាត់រស់នៅក្នុងខេត្តពោធិ៍សាត់គាត់បានរៀបរាប់ប្រាប់ខ្ញុំថាគាត់បានត្រូវខ្មោចលងម្ដងភ័យដល់ថ្នាក់ឈឺលេចនោមមកចឹងថាព្រឺសក់ក្បាលកញ្ញាអញ្ចឹងដល់ហូតដល់ថ្នាក់ឈឺខ្មោចលងខ្មោចនោះមិនបានលងឲ្យឃើញរូបរាងកាយសាហាវអ្វីនោះទេប៉ុន្តែមកពីគាត់នៅខ្លាចពេកគាត់បានឃើញត្រឹមតែរូបនាងខ្មោចនោះកំពុងតែយំខ្មោចស្រីទៀតណានៅក្រោមដើមព្រីងក្បែរផ្ទះក្បែរផ្លូវមួយកន្លែងខ្មោចនាងស្លាប់ទៅដោយសារខុសបំណងក្នុងរឿងស្នេហានាងត្រូវសង្សារកំឡោះបោកហើយគេទាំងពីរនាក់នោះគឺបានខូចគ្នារហូតដល់មានកូនអញ្ចឹងថាខូចខ្លួនផ្លាច់ប្រាណមួយគ្នារហូតដល់មានកូនណារួចហើយខាងប្រុសព្រាននោះអប្រិយនោះគឺកិច្ចវេះមិនព្រមរៀបការជាមួយនាងទេធ្វើឲ្យនាងបែករឿងអាស្រូវពេញស្រុកភូមិខ្មាស់គេអស់ញាតិមិត្តទាំងអស់ហើយនាងនោះក៏បានលេបណាំសម្រាប់ខ្លួនទៅទាំងកូនក្នុងពោះ5ខែផងដែរជុំនេះខ្មោចភ្នែក4គេថាឡងសាហាវខ្មោចភ្នែក4ណាអ្នកទាំងគ្នាប្រិយមិត្តឪពុកម្ដាយនិងក្រុមគ្រួសាររបស់នាងនោះបានធ្វើបុណ្យបូជាសពនាងរួចរាល់ពីតាមប្រពៃណីគ្រប់យ៉ាងប៉ុន្តែភាពខុសអំណររបស់នាងបានធ្វើឲ្យនាងស្លាប់ទៅទាំងមិនអស់ចិត្តក្រោយពីសពរបស់នាងបានបូជារួចអ្នកស្រុកភូមិជាច្រើននេះព្រមទាំងខ្ញុំផងនោះគឺបានឃើញនាងអង្គុយយំនៅក្រោមដើមព្រីងក្បែរកន្លែងបូជាសពរបស់នាងចឹងពលឹងអត់តណាទេចង់និយាយថាខ្មោចហ្នឹងគឺគាត់ស្លាប់ទៅទាំងមន្ទិលសង្ស័យចង់និយាយថានៅក្តីកង្វល់នៅខឹងអាប្រុសព្រានដែលបានរួមរយៈមេត្រីភាពជាមួយគាត់ហើយបែរជាមិនទទួលខុសត្រូវហើយដើមព្រីងនោះនៅមិនឆ្ងាយពីផ្លូវដើរប៉ុន្មានទេទើបធ្វើឲ្យខ្ញុំរត់អ៊ំហ្នឹងថាខ្ញុំហ្នឹងអ៊ំហ្នឹងរត់ចង់បាក់កពេកដើរឆ្លងកាត់ផ្លូវត្រង់នោះខ្លាចណាមកខ្លាចបើល្បីថាលងអញ្ចឹងហើយប្រសិនបើពេលនោះខ្ញុំរត់មិនរួចទេខ្ញុំត្រូវដួលប្រហែលជាខ្ញុំធ្លាក់ខ្លួនឈឺធ្ងន់រហូតដល់ថ្នាក់មើលមិនជាហងក៏ថាបានដែរប៉ុន្តែសំណាងល្អដែលថ្ងៃនោះខ្ញុំមិនដួលរឿងនោះមានដូចតទៅគឺចង់រៀបរាប់ថ្ងៃរឿងថ្ងៃនោះណាថ្ងៃមួយនោះខ្ញុំទៅផ្ទះមិត្តភ័ក្តិដើម្បីបបួលមិត្តភ័ក្តិធ្វើកិច្ចការសាលាតែគ្រូដាក់ឲ្យមកធ្វើនៅផ្ទះថ្ងៃនោះខ្ញុំត្រឡប់មកផ្ទះរៀងយប់បន្តិចព្រោះអាងថាមិត្តគេឲ្យខ្ចីកង់ជិះមកផ្ទះនោះផងដែរពេលជិះកង់មកដល់ដើមព្រីងនោះខ្ញុំហាក់ដូចជាមានអារម្មណ៍មិនសូវល្អសោះប៉ុន្តែខ្ញុំតាំងចិត្តថាមិនសំដៅទៅដើមព្រីងនោះទេអញ្ចឹងវាថាកន្លែងណាលងនឹងដល់ហ្នឹងគឺចាប់ដើមភ័យព្រួយប៉ុន្តែភ្នែកខ្ញុំវាទ្រាំព្រីងអត់ទ្រាំមិនបានខ្ញុំក៏គ្រាន់តែចង់កតុយភ្នែកទៅបន្តិចសោះក៏ស្រាប់តែឃើញនាងអង្គុយច្រកនៅក្រោមដើមព្រីងកំពុងតែយំខ្សឹកខ្សឹលហ៊ឺចឹងយំរបៀបដល់ខ្មោចនាងណាអញ្ចឹងហើយដៃរបស់នាងនឹងជូតទឹកភ្នែកដោយកូនក្មេងអញ្ចឹងខ្ញុំបញ្ញាប់ធាក់កង់ឡើងញាប់ស្មេ
ទាំងញ័រអរញីរញ័រនំនោះដីខ្សាច់ពិបាកជីកផងដែរខ្ញុំហើបគូតពីកែងពីកែបធាកឡើងលន់ច្រវាក់ក្រឹតចង្រៃអីវាក៏មិនអីដែរចង់និយាយថាចង្រៃអីវាក៏អត់អីដែរបើចង្រៃអីនោះបើមានរបូតច្រវាក់នៅកណ្ដាលផ្លូវប្រកាសជាខ្សែកំពុងតែខ្លាចផងនោះច្រវាក់ក៏របូតដូចខ្ញុំនិយាយមិញច្រវាក់ក៏របូតភ្លាមច្រវាក់កង់ហ្នឹងរបូតភ្លាមអីគាត់មានអារម្មណ៍ថាក្តៅក្នុងចិត្តមែនតើក៏ផ្ដួលកង់ចោលដាក់មេផាយរត់បដ ாய் ចុះលេងជុំគេថាខ្លាចផងអីផងលេងចង់ជិះកង់រត់តែម្ដងប្រហែលជា 4-10 ម៉ែត្រទៅហើយគិតថាស្អែកចាំយកកង់ប៉ុន្តែដល់ពេលងាកក្រោយម្ដងទៀតស្រាប់តែបាត់រូបរាងខ្មោចនោះទៅវិញហើយពេលនោះលោកអ៊ំក៏បានគាត់ថាគាត់បានប្រឹងស្មារតីរត់មករកកង់វិញហើយអូវាដាក់មេផាយសំដៅទៅផ្ទះឡើងហុយដីទលោមហើយអ្នកភូមិមួយចំនួនដែលបានឃើញខ្ញុំគេនាំគ្នាសើចព្រោះពួកគេគិតថាខ្ញុំនេះមានកង់ហើយមិនមានព្រមជិះបែរជារត់អូសកង់ទៅវិញពេលទៅដល់ផ្ទះខ្ញុំឈឺជាច្រើនថ្ងៃទម្រាំជាបានទៅរៀនអ្នកស្រុកនៃភូមិខ្លាចនាងណាស់ទោះបីជានាងមិនបានធ្វើអ្វីក៏ដោយព្រោះនាងគ្រាន់តែបង្ហាញរូបរាងឲ្យក្នុងសភាពអង្គុយជ្រុបមុខយំនៅក្រោមដើមព្រីងយ៉ាងសោកសៅតែប៉ុណ្ណោះហើយនៅក្រោមដើមព្រីងនោះមានកូនកូនក្រែកញ្ចាស់មួយដែលនាងតែងតែអង្គុយយំនៅលើក្រែអ្នកភូមិមួយចំនួនបានទៅសំណូមពរឲ្យឪពុកម្ដាយរបស់នាងរុះរើក្រែនោះចាញ់ចោលទៅបើអត់ក្រែនោះទៅប្រហែលជានាងនោះមិនមានអ្វីមកអង្គុយយំនៅទីនោះទីទេក្រោយពីឪពុកម្ដាយរបស់នាងនោះក៏បានរើក្រែនោះចេញបាត់ក៏នោះតែមានអ្នកឃើញនាងឈរយំម្ដងនៅក្រោមដើមព្រីងនោះដែរในស្រុកភូមិមានការភ័យខ្លាចខ្លាំងក៏សំណូមពរឲ្យឪពុករបស់នាងកាប់ដើមព្រីងនេះចោលទៀតប៉ុន្តែឪពុករបស់នាងប្រាប់ថាស្ដាយវាទុកគ្រាន់ជាម្លប់នៅដកក្តៅជាពិសេសរដូវច្រូតកាត់មានតែដើមព្រីងនោះទេហើយបន្តជាម្លប់សម្រាប់ពេលថ្ងៃអ្នកភូមិមួយចំនួនមិនពេញចិត្តដោយចោទថាឪពុកម្ដាយរបស់នាងចិញ្ចឹមខ្មោចយូរទៅដោយគេចេះតែនិយាយចុះឪពុកម្ដាយរបស់នាងទ្រាំនឹងសម្ដីរបស់ញាតិស្រុកបានក៏កាប់ដើមព្រីងចោលចាប់ពីថ្ងៃនោះមកប្រជាជនក្នុងភូមិទាំងអស់ក៏លែងមានអ្នកណាឃើញខ្មោចនាងយំទៀតដែរប៉ុន្តែព្រះសង្ឃនៅវត្តប្រាប់ថានាងមកនៅនឹងគល់ស្វាយក្បែរអណ្ដូងទឹកក្រោយសាលាឆាន់ព្រោះយប់ជ្រៅតែងតែឮសំឡេងមនុស្សស្រីយំនៅទីនោះអ្នកភូមិអាណិតនាងច្រើនណាស់អ្នកដាក់បណ្ដាសាក៏ច្រើនដែរព្រោះគេស្អប់នាងមានផ្ទៃពោះគ្មានឪពុកហើយគិតខ្លីយល់ត្រង់ចំណុចនេះនរណាក៏មិនចង់កើតរឿងបែបហ្នឹងដែរមិនគួរខឹងគ្នាហ្នឹងជាបនប្រេងវាសនារបស់គ្នាដែលសាងពីអតីតជាតិអញ្ចឹងមាននិយាយពីជំនឿសាសនាព្រោះព្រះសង្ឃដែលបានឮសំឡេងនាងយំនោះគឺលោកតាណមយប់មួយលោកតាណមនៅពីមុខបង្អួចគាត់ដែលបែរទៅដើមស្វាយឮសំឡេងកំពុងតែអង្គុយយំឮសំឡេងនាងហ្នឹងកំពុងតែអង្គុយយំព្រមទាំងប្រាប់ឲ្យនាងទៅចាប់ជាតិទៅចាក់កំណត់ថ្មីទៅកុំកើតរវល់តែខូចចិត្តខំយំសោកស្ដាយសំណោះអីទៀតស្លាប់ទៅហើយលំមកើតជាថ្មីហើយទៅចាប់ភពថ្មីទៅរកភពណាដែលពុំមានទុកព្រួយរកភពណាដែលសប្បាយរីករាយកុំឲ្យជួបទុកលំបាកដូចជាតិនេះទៀត
ហើយកុំគិតខ្លីដូចជាតិនេះទៀតសូមឲ្យជាតិមុខហ្នឹងឲ្យយូរឲ្យវែងហើយក្រោយពីបានប្រាប់ដូច្នេះហើយលោកតាក៏សូត្រមន្តពង្រីកចិត្តមេត្តាទៅកាន់ដួងចិត្តរបស់នាងឲ្យនាងគិតរផ្លូវត្រង់កុំឲ្យគិតបកក្រោយកុំឲ្យគិតអល់ហល់ឡៃអីទៀតអញ្ចឹងដើម្បីនាងសម្រួលចិត្តទៅចាប់ជាថ្មីសម្លេងនិយមក៏បាត់ទៅបន្តិចម្ដងនឹងឈប់មានឬទៀតតាំងពីយប់នោះរហូតមកអ្នកស្រុកនៅភូមិនិយាយថាខ្មោចស្លាប់ទាំងទុកព្រួយដូចជានាងនេះធម្មតាកាយណាស់មានតែខ្មោចនាងទេដែលស្លូតគ្រាន់បើមិនដែលលៀនអណ្ដាតបើកភ្នែកក្រឡោតដើរលងគេលងឯងទេនាងគ្រាន់តែអង្គុយយំសោកសង្រេងតែម្នាក់ឯងតែប៉ុណ្ណោះរឿងនេះចង់ឲ្យអ្នកទាំងគ្នាក្រោយពីបានស្ដាប់សាច់រឿងនេះហើយតើមានអារម្មណ៍យ៉ាងណាហើយគិតយ៉ាងម៉េចដែរចំពោះខ្សែជីវិតរបស់នាងក្រោយពីបានជួបនឹងបុរសម្នាក់ដែលស្រឡាញ់គ្នាហើយមានទីពោះក្រោយមុនការអញ្ចឹងហើយគាត់មិនទទួលខុសត្រូវទៀតធ្វើឲ្យនាងហ្នឹងតូចចិត្តជាខ្លាំងហើយក៏សម្រេចចិត្តលាបថ្នាំសម្រាប់ខ្លួនទាំងខ្លួនមានពោះមានពងអញ្ចឹងគេថាពីបរមរានមកពេលខ្មោចស្លាប់មានកូនយើងគេថាខ្មោចភ្នែក4លងសាហាវប៉ុន្តែសម្រាប់ខ្មោចនាងនេះគឺអត់លងទេគឺនាងនៅតែសោកសង្រេងគិតថាមិនគួរណាដែលមានប្តីហើយមានកូនហើយមានប្តីមានកូនហើយមានប្រុសថាស្រឡាញ់គ្នាជាមួយសង្សារហើយមានកូនទាំងគេមិនទទួលខុសត្រូវអញ្ចឹងនាងពិបាកចិត្តទាំងស្លាប់ទៅហើយក៏នៅតែគេថាមន្ទិលនៅក្នុងចិត្តអត់បានសម្រួលចិត្តទៅចាប់ជាតិទីកន្លែងថ្មីទេអញ្ចឹងណាអ្នកទាំងគ្នាអញ្ចឹងសម្រាប់អ្នកទាំងគ្នាដែលបានស្ដាប់វីដេអូហើយខ្ញុំក៏សម្រាយហើយបើសិនមកអ្នកទាំងគ្នាមានអ្វីជាការ comment ទាំងនេះឲ្យ comment ក្រោមវីដេអូដើម្បីជាការទៅដូចជាចែកម្លែកនៅសាច់រឿងផ្សេងអញ្ចឹងណាអ្នកទាំងគ្នាអូខេអរគុណអ្នកទាំងគ្នាហើយសម្រាប់ការចំណាយពេលវេលាតាមដានស្ដាប់ខ្សែសាច់រឿងខ្មោចយំអញ្ចឹងបើសិនមកអ្នកទាំងគ្នាពេញចិត្តខ្សែវីដេអូនេះសូមជួយចុច Subscribe និង Share វីដេអូដល់គ្នាដើម្បីទទួលបានវីដេអូថ្មីពី Channel របស់ខ្ញុំហើយនឹងជួបខ្ញុំនៅខ្សែវីដេអូក្រោយឱកាសក្រោយនៅរាត្រីព្រឺព្រួចព្រឺសម្បល់បែបមិនទៀតហើយជួបគ្នានៅពេលតែយប់តែប៉ុណ្ណោះបាយបាយអ្នកទាំងគ្នា